សួស្តីអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះខ្ញុំសុជាតាពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានមកជួបបងប្អូនម្ដងទៀតជាមួយប្រធានបទដ៏មានអត្ថន័យបំផុតមួយគឺការកសាងជីវិតពីចំណុច0រហូតដល់ទទួលបានភាពស្តុកស្ទំហើយនៅថ្ងៃនេះដែរយើងមានកិត្តិយសយ៉ាងខ្លាំងដោយបានការចូលរួមពីសំណាក់លោកសារឿនដែលជាបុគ្គលជោគជ័យម្នាក់និងមានបទពិសោធន៍ក្រាស់ឃ្មៀលក្នុងការដឹកនាំគ្រួសារនិងអាជីវកម្មសួស្តីលោកសារឿនតើលោកមានអារម្មណ៍យ៉ាងណាដែរនៅថ្ងៃនេះបាទសួស្តីកញ្ញាសុជាតាខ្ញុំមានអារម្មណ៍រំភើបនិងរីករាយមែនទែនដែលបានមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗទៅកាន់អ្នកស្ដាប់ទាំងអស់គ្នាជីវិតគឺជាការរៀនសូត្រហើយខ្ញុំសង្ឃឹមថារឿងរ៉ាវរបស់ខ្ញុំអាចជាពន្លឺតូចមួយសម្រាប់អ្នកដែលកំពុងតស៊ូចាលោកសារឿនប្រធានបទយើងថ្ងៃនេះគឺផ្ដោតលើការកសាងខ្លួនពី0តើលោកអាចរំលឹកបន្តិចបានទេថាកាលពីចាប់ផ្ដើមដំបូងតើលោកត្រូវឆ្លងកាត់ការលំបាកអ្វីខ្លះហើយអារម្មណ៍នៅពេលនោះវាបែបណាដែរបើនិយាយពីការចាប់ផ្ដើមវាពិតជាមិនងាយស្រួលតទេសោះខ្ញុំចាប់ផ្ដើមដោយគ្មានដើមទុនគ្មានទំនាក់ទំនងហើយសំបីតែចំណេះដឹងជ្រៅច្រាក់ក៏មិនទាន់មានដែរអារម្មណ៍ពេលនោះគឺភ័យខ្លាចផងនិងបាក់ទឹកចិត្តផងពេលខ្លះរកអង្គច្រកឆ្នាំងសឹងមិនបានប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំងើបឈរបានគឺការមិនសុខចិត្តនឹងវាសនារបស់ខ្លួនឯងពិតជាគួរឲ្យគោរពមែនចោះចំណុចរបត់ដែលធ្វើឲ្យលោកប្រែពីភាពខ្វះខាតមកជាភាពធូរធារតើវាផ្ដើមចេញពីអ្វីដែរលោកសារឿនតើវាជាសំណាងឬជាការរៀបចំខ្ញុំមិនជឿលឺសំណាងទាំងស្រុងនោះទេសម្រាប់ខ្ញុំវាមកពីវិន័យបដិការលើខ្លួនឯងមនុស្សភាគច្រើនចង់បានភាពស្តុកស្ទំប៉ុន្តែមិនចង់ឆ្លងកាត់ការហ្វឹកហាត់វិន័យទេវិន័យដែលខ្ញុំនិយាយនេះគឺការកំណត់គោលដៅច្បាស់លាស់ក្រោកពីព្រលឹមធ្វើការងារដែលអ្នកដទៃមិនចង់ធ្វើនិងការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងបំផុតពាក្យថាវិន័យបដិការស្ដាប់ទៅហាក់ដូចជាតឹងតែងណាស់តើលោកចង់មានន័យថាយើងត្រូវធ្វើបាបខ្លួនឯងឬយ៉ាងណាមិនមែនជាការធ្វើបាបខ្លួនឯងទេកញ្ញាសុជាតាប៉ុន្តែវាជាសេចក្តីស្រឡាញ់ចំពោះខ្លួនឯងនាពេលអនាគតបើយើងបណ្ដោយខ្លួនតាមអារម្មណ៍ចង់សប្បាយនាពេលបច្ចុប្បន្នយើងនឹងរងទុក្ខនៅថ្ងៃក្រោយវិន័យបដិការគឺការបង្ខំចិត្តឲ្យធ្វើអ្វីដែលត្រឹមត្រូវទោះបីជាអារម្មណ៍យើងមិនចង់ធ្វើក៏ដោយនេះជាគន្លឹះដែលនាំយើងឲ្យចេញពីភាពក្រីក្រអាស្ចារ្យមែនចុះងាកមកមើលរចនាសម្ព័ន្ធគ្រួសារវិញលោកតែងតែលើកឡើងថាគ្រួសារជាគ្រឹះនៃភាពជោគជ័យតើលោកមានការរៀបចំរចនាសម្ព័ន្ធគ្រួសារបែបណាដើម្បីឲ្យមានតុល្យភាពរវាងការងារនិងសុភមង្គលក្នុងគ្រួសារខ្ញុំយើងមានរចនាសម្ព័ន្ធច្បាស់លាស់ណាស់ភរិយាខ្ញុំនិងរូបខ្ញុំយើងដើរតួជាដៃគូយុទ្ធសាស្ត្រយើងបែងចែកតួនាទីគ្នាមិនមែនដើម្បីជិះជាន់គ្នាទេប៉ុន្តែដើម្បីប្រសិទ្ធភាពការមានវិន័យក្នុងគ្រួសារមិនមែនមានន័យថាឪពុកម្ដាយជាស្ដេចទេប៉ុន្តែគ្រប់គ្នាត្រូវមានទំនួលខុសត្រូវរៀងៗខ្លួនកូនៗត្រូវរៀនស្គាល់តម្លៃនៃប្រាក់និងការងារតាំងពីតូចចូលចិត្តត្រង់ចំណុចដៃគូយុទ្ធសាស្ត្រចុះនៅពេលមានបញ្ហាប្រឈមខ្លាំងៗតើលោកនិងក្រុមគ្រួសារលើកទឹកចិត្តគ្នាដោយរបៀបណាដើម្បីកុំឲ្យបោះបង់គោលដៅធំនៅពេលជួបភ្លៀងយើងអង្គុយចោះជុំគ្នាយើងនិយាយដោយស្មោះត្រង់ពីការលំបាកខ្ញុំតែងតែប្រាប់កូនៗនិងភរិយាថានេះគ្រាន់តែជាមេរៀនមួយវ៉ាក់ប៉ុណ្ណោះយើងត្រូវមានភាពអត់ធ្មត់និងជឿជាក់លើវិន័យដែលយើងបានសាងមកភាពស្តុកស្ទង់ពិតប្រាកដមិនមែនមានតែលុយក្នុងធនាគារទេប៉ុន្តែជាភាពរឹងមាំនៃស្មារតីរបស់សមាជិកគ្រួសារម្នាក់ៗស្ដាប់លោកនិយាយទៅខ្ញុំមានអារម្មណ៍ថាកក់ក្ដៅផងនិងមានកម្លាំងចិត្តផងចុះសម្រាប់យុវជនដែលកំពុងចាប់ផ្ដើមពី0ដូចលោកកាលពីមុនតើលោកមានដំបូងមាត់អ្វីខ្លីៗដើម្បីឲ្យពួកគេរក្សាបាននូវវិន័យនិងការទទួលខុសត្រូវខ្ពស់ដំបូងមាត់របស់ខ្ញុំគឺកុំខ្លាចការហត់នឿយហើយកុំរត់គេចពីការទទួលខុសត្រូវចូលចង់ចាំថាសេរីភាពដែលគ្មានវិន័យគឺជាផ្លូវទៅរកមហន្តរាយបើអ្នកចង់បានជីវិតដែលស្តុកស្ទំអ្នកត្រូវតែហ៊ានបង់ថ្លៃវាដោយការលះបង់ភាពជាច្រអូសចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធជីវិតឲ្យមានសណ្ដាប់ធ្នាប់ចាប់ពីការរៀបចំបន្ទប់គេងរហូតដល់ការរៀបចំផែនការអាជីវកម្មពិតជាខ្លឹមសារមែនតែលោកសារឿនការបង្រៀនឲ្យមានវិន័យតាំងពីរឿងតូចតាចគឺជាគ្រឹះនៃរឿងធំដុំសុជាតាជឿជាក់ថាអ្នកស្ដាប់របស់យើងប្រកាសជាទទួលបាននូវចំណេះដឹងនិងភ្លើងឆេះឈួរក្នុងចិត្តជាមិនខានបាទសូមអរគុណកញ្ញាសុជាតាដែលបានផ្ដល់ឱកាសឲ្យខ្ញុំសង្ឃឹមថាគ្រប់គ្នាដែលកំពុងស្ដាប់នឹងអាចរកឃើញភ្លឺរបស់ខ្លួនឯងហើយក្លាយជាបុគ្គលដែលរឹងមាំទាំងសេដ្ឋកិច្ចនិងផ្លូវចិត្តចាសូមអរគុណលោកសារឿនម្ដងទៀតហើយក៏សូមអរគុណដល់អ្នកស្ដាប់ទាំងអស់គ្នាដែលបានតាមដានកម្មវិធីយើងតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចយកមេរៀនថ្ងៃនេះទៅអនុវត្តក្នុងជីវិតជាក់ស្ដែងណាជួបគ្នានៅសប្តាហ៍ក្រោយក្នុងម៉ោងដដែលនេះសូមជម្រាបលា